Ok, so đây bong bóng ở khné spa cùng một kênh channel YouTube của nhóm. Hay trong video này đáp xem mình hành bong bóng piរបៀបក្នុងការប្រើប្រាស់ FL Studio សម្រាប់អ្នកដែលទើបចាប់ផ្ដើមថ្មីៗអូខេតោះអញ្ចឹងបងប្អូនស្គាល់ហើយកម្មវិធី FL Studio គឺជាកម្មវិធីមួយសម្រាប់និពន្ធបទភ្លេងក៏ដូចជាថតសំឡេង mix master អីចឹងដែរឥឡូវយើងទៅមើលពីការប្រើប្រាស់ទាំងអស់គ្នាអញ្ចឹងជំហានដំបូងខ្ញុំនាំបងប្អូនទៅស្គាល់ពី Channel Rec នេះអញ្ចឹង Channel Rec វាមាន icon វាបែបនេះបងប្អូនមកឆ្វេងលើវាមកបាទបន្ទាប់ពីបងប្អូនមកឆ្វេងលើវាហើយវានឹងចេញផ្ទាំងនេះមកនេះបង្ហាញផ្ទាំងនេះមកអញ្ចឹងអាផ្ទាំងហ្នឹងហើយគេហៅថាផ្ទាំង Channel Rec ហើយតួនាទីរបស់វាគឺជាកន្លែងមួយសម្រាប់ដាក់ឧបករណ៍ដែលយើងត្រូវយកទៅប្រើប្រាស់ក្នុងបទភ្លេងរបស់យើងអញ្ចឹងណាមានដូចជា score guitar bass piano អីចឹងទៅហើយដើម្បីទៅយកឧបករណ៍យកមកដាក់នៅក្នុង Channel Rec នឹងបានបងប្អូនគ្រាន់តែចុចសញ្ញាបូកនេះមកហើយចូលទៅកាន់ VST ឬក៏ plug in របស់យើងមកនេះឥឡូវខ្ញុំជ្រើសរើស score របស់យើងប៉ុន្តែអាហ្នឹងលុះត្រាតែបងប្អូនតឡើងណាប៉ុន្តែបើអ្នកដែលតឡើងមកថ្មីតអត់តមានឧបករណ៍អស់ហ្នឹងឯងអញ្ចឹងបងប្អូនត្រូវតឡើងវាសិនមិនវាមានឥឡូវខ្ញុំ add score មួយហើយអូខេបន្តមកទៀតguitar bass យើង add guitar bass អូខេ guitar bass បន្តមកទៀតអីគេ piano is it key បាទនេះគឺជា piano របស់យើងឬក៏បងប្អូនអាចប្រើជា sound sample ដែលបងប្អូនមានក៏បានដែរអញ្ចឹងឥឡូវខ្ញុំ select មួយមើលឈប់ឈើងឬក៏អីចឹងទៅcowbell អីចឹងទៅឥឡូវខ្ញុំដាក់ cowbell ដាក់មួយអញ្ចឹងចំពោះ sound sample នេះបងប្អូនគ្រាន់តែចូលមកកាន់ line browser នេះមកអានេះគេហៅថា browser តែបងប្អូនចូលមកកាន់ line ហ្នឹងមកបងប្អូនជ្រើសរើស sound របស់យើងមកហើយចាប់វាអូសយកតែម្ដងចាប់វាតម្លាក់ចូលកន្លែងហ្នឹងប៉ុន្តែមិនមែនតម្លាក់នៅកន្លែងសញ្ញាបូកនេះហើយក៏មិនមែនតម្លាក់នៅលើកន្លែងនេះតែនេះដែរគឺតម្លាក់នៅកន្លែងទីតាំងនេះឥឡូវខ្ញុំអត់តម្លាក់ទេខ្ញុំតម្លាក់ហើយចឹងសេរីថាមវាបន្តិចអូខេបាទអញ្ចឹងនេះជាតួនាទីរបស់ Channel Rec អូខេអញ្ចឹងបន្ទាប់ពីបងប្អូនចេះពីរបៀបនៃការដាក់ឧបករណ៍ហើយបងប្អូនត្រូវទៅដឹងពីរបៀបនៃការសាងសង់វាសិនតើដើម្បីសង់ចង្វាក់ score បាន guitar bass បាន piano បានតើយើងត្រូវធ្វើម៉េចអញ្ចឹងដើម្បីសាងសង់វាបងប្អូនត្រូវបង្កើតផ្ទាំង piano roll អញ្ចឹងដើម្បីបង្កើតផ្ទាំង piano roll នៃឧបករណ៍ណាមួយបងប្អូនគ្រាន់តែទៅ select លើឧបករណ៍នឹងមកតមកទៀតបងប្អូនមកស្ដាំលើវាមកហើយរកពាក្យថា piano roll នេះបាទអញ្ចឹងបងប្អូនអាចរៀបបានជាចង្វាក់អីចឹងទៅអូខេអាហ្នឹងយើងរៀបយើងសង់ score ដល់ពេលយើងនេះ guitar bass យើងសង់ guitar bass មកយើងគ្រាន់តែមកស្ដាំលើវាមកហើយយកពាក្យថា piano roll ឥឡូវយើងលេងនៅតុងឡាទៅនេះ guitar bassអូខេនេះ guitar bass ដល់ពេលយើងចង់សង់piano យើងគ្រាន់តែ select លើ piano ហើយមកស្ដាប់មក
Yeah តង់ទៀតអូខេនេះគេយើងឥឡូវមិញកអីគេកឡាអូខេលើកអុកតាវខ្ពស់តិចបាទអូខេយើងដាក់វាមិននេះក៏ខ្ញុំឧទាហរណ៍ឲ្យមើលណាឲ្យយល់ថាហ្នឹងគេប្រើប្រាស់វាបែបហ្នឹងអញ្ចឹងណាអូខេអញ្ចឹងបងប្អូនយល់ហើយហ្នឹងជាការប្រើប្រាស់ piano roll ដើម្បីសាងសង់ចង្វាក់ស្គរហ្គីតាបាសឬក៏ piano roll អីយ៉ាងដែរបន្តមកទៀតបន្ទាប់ពីបងប្អូនសាងសង់វាហើយសួរថាយើងយកវាទៅរៀបនៅលើរៀបបែបណាទៅដើម្បីបានបង្កើតបានជាសាច់ភ្លេងអញ្ចឹងបន្ទាប់ពីបងប្អូនរៀបហើយបងប្អូនចូលមកកាន់កន្លែងនេះនេះគេហៅថា pattern នេះអញ្ចឹងនៅក្នុងមួយ pattern ហ្នឹងវាមានប្រមាណឧបករណ៍វាមានស្គរហ្គីតាបាសហើយនឹង piano ហ្នឹងករណីថាបងប្អូនដាក់វានៅម្ដុំប៉ុន្តែបើបងប្អូនចង់បំបែកវាជាផ្នែកនីមួយៗក៏បានដែរចង់ឲ្យស្គរទៅផ្សេងហ្គីតាបាសទៅផ្សេង piano ទៅផ្សេងដើម្បីបងប្អូនស្រួលarrangement នៅលើ playlist នេះគឺបងប្អូនអាចបំបែកបានបងប្អូនគ្រាន់តែ right click លើវាមកនេះ pattern ហ្នឹង right click វាលើវាមកហើយបងប្អូនយកពាក្យថា split by channel បាទអញ្ចឹងវានឹងចេញមក3 pattern នេះយើងចេញ3 pattern មួយ pattern វានឹងបង្ហាញតាមឧបករណ៍ទេឃើញទេវាបង្ហាញតាមឈ្មោះអញ្ចឹងបងប្អូនអូវាតម្លាក់លើ playlist នេះមកដើម្បីធ្វើការ arrangement របស់វាណាអញ្ចឹងអានេះខាងលើនេះគេហៅថា drum អានេះ piano អានេះ guitar bass អានេះ piano តោះហើយបងប្អូនចង់បានវិញបងប្អូន copy មក select វាមកដើម្បី select បងប្អូនចុចលើនេះមកហើយ select វាមកអូខេហើយទៅមកបងប្អូនចុចលើ big វិញដើម្បីផ្ដាច់អា select នេះចោលហើយ copy វាដើម្បី copy បងប្អូនចុចដើម្បីcopy វាបានបងប្អូនគ្រាន់តែចុច control B វាមកអូខេអញ្ចឹងបងប្អូនដឹងអាហ្នឹងជាការបង្កើតសាច់ភ្លេងបានយល់តែប៉ុណ្ណឹងមកអាចបង្កើតសាច់ភ្លេងជាស្គរជាហ្គីតាបាសជាអីចឹងមកហើយនេះ pattern នីមួយហើយបើយើងចង់ add pattern លេងអីបន្ថែមទៀតឥឡូវខ្ញុំចង់លេង cowbell អញ្ចឹងខ្ញុំអត់តាន់បានបង្កើតក្នុងនេះអញ្ចឹងខ្ញុំចង់បន្ថែម pattern អញ្ចឹងដើម្បីបន្ថែម pattern បងប្អូនគ្រាន់តែចុចសញ្ញាបូកនេះមកហើយយើងវាយរាយឲ្យថាសរសេរឈ្មោះឲ្យមក cowbell cowbell ហើយយើងចាប់វាអូសតម្លាក់ចុះមកអូខេហើយយើង select លើ pattern ហ្នឹងហើយយើងចូលទៅសង់ cowbell អញ្ចឹងឧបករណ៍ cowbell របស់យើងនេះឃើញទេនេះ cowbell អញ្ចឹងយើង select លើវាមកហើយមកស្ដាំចូលពាក្យថា piano roll ហ្នឹងមកវានឹងបង្ហាញផ្ទាំងឲ្យយើងអញ្ចឹងចំពោះ sound sample បែបនេះវាមិនមែនជា plug in ទេណាcowbell បែបអានេះវាមិនមែនជា plug in វាជា sound អញ្ចឹងយើងអត់រៀបបានសេរីដូច plug in នេះអញ្ចឹងយើងត្រូវតែរៀបនៅដូ5នៅលើ FL យើងប្រើដូ5អញ្ចឹងយើងចុចមកបាទអញ្ចឹងបន្ទាប់ពីរៀបតែប៉ុណ្ណឹងមកបានហើយយើងខ្វែងចេញមកយើងបាន pattern នេះក្នុង Immersion នេះឃើញទេហើយយើង copy មក copy
ខេចឹងបងប្អូនយល់បានទេនេះជាការបង្កើតនៅសាច់ភ្លេងរបស់យើងហើយនឹងរបៀបប្រើប្រាស់របស់យើងអូខេអញ្ចឹងខ្ញុំនឹងបង្ហាញមកចំណុចទៀតគឺ mixer ការប្រើប្រាស់ mixer អញ្ចឹងពេលដែលបងប្អូនបង្កើតបានជាសាច់ភ្លេងអញ្ចឹងហើយអញ្ចឹងធម្មតា sound របស់យើងវាអត់ស្មើគ្នាទេសំឡេងឧបករណ៍ខ្លះអត់ស្មើគ្នាអញ្ចឹងយើងត្រូវការទៅគ្រប់គ្រងវាអញ្ចឹងដើម្បីគ្រប់គ្រងវាបានយើងត្រូវការចេះប្រើ mixer នេះបាទអញ្ចឹង mixer នេះហើយគឺជាកន្លែងសម្រាប់យើងគ្រប់គ្រង sound ទាំងអស់សំឡេងទាំងអស់អញ្ចឹងបងប្អូនចូលទៅកាន់ generic ហើយចូលទៅកាន់ generic ហើយបញ្ជូនវាមកកាន់ mixer បើសិនជាបងប្អូនអត់បញ្ជូនវាមកទេគឺវាអត់បានចូលមកដល់ mixer នេះទេអញ្ចឹងបងប្អូនចូលទៅកាន់ generic របស់យើងមកហើយទៅ select ឧបករណ៍ណាដែលយើងចង់បញ្ចូលឥឡូវទី1ខ្ញុំចង់បញ្ចូលឧបករណ៍ score នេះ EZ drum នេះយកចូលមកកាន់ insert one នេះអញ្ចឹងខ្ញុំ select លើឧបករណ៍ score ហើយខ្ញុំមក select នៅលើ insert one ទៀតអញ្ចឹងវា select 2ទៅមកយើងចុច control +L បន្តមកទៀតយើងចូលទៅកាន់ guitar bass បាទយើងបញ្ជូន guitar bass ម្ដងអញ្ចឹងយើង select លើ guitar bass មកហើយយើងចូល insert tool ហើយយើង control +L អូខេបន្តមកទៀតចូល EZ key piano របស់យើងយើងចុច control +L ដូចគ្នាបន្តមកទៀតយើងចុច cowbell control +L ដូចគ្នាបាទអញ្ចឹងបន្ទាប់ពីយើងធ្វើប៉ុណ្ណឹងហើយ sound ទាំងអស់យើងអាចគ្រប់គ្រងវាបាននៅលើ mixer ហ្នឹងហើយឃើញវា load មកហ៎អញ្ចឹងយើងគ្រប់គ្រងវាមកចង់ឲ្យលឺតិចលឺខ្លាំងអីយើងអាចសេរីនៅលើ mixer ហ្នឹងបានអូខេអញ្ចឹងនេះជាការប្រើប្រាស់ mixer របស់យើងហើយផ្នែកផ្សេងទៀតដូចជាអត់មានអីច្រើនទេវាបន្តបន្សំទេហើយអានេះគេហៅថា tempo នេះអាឡៃ105នេះយើងបងប្អូនមើលមកអានេះគេហៅថាជាកន្លែងដែលយើង record នេះកន្លែងដែលយើងចុច play ហើយបើយើងចង់ play តាម pattern បងប្អូនគ្រាន់តែចុចនៅលើគេថា pattern នេះមកហើយចុចលើនេះមកយើងអាច play បានអញ្ចឹងវាលឺតាម pattern ណាដល់ពេលយើង select លើ bass យើង play មកលឺតែ bass ហើយយើង select លើ piano យើង play មកលឺតែ piano អូខេបន្តមកទៀតអាពួកអស់នេះដូចជាអត់មានអីទេហើយ tempo នេះវាចង់លឿនចង់យឺតអីអាស្រ័យលើយើងចង់ឲ្យវាលឿនយើងតម្លឹងលេខវាខ្ពស់ទៅចង់ឲ្យយឺតតែងលេខវាតម្លាក់ចុះមកឥឡូវខ្ញុំធម្មតាបកកន្ទ្រឹមវាលេងចន្លោះពី100ទៅដល់110 115អីហ្នឹងឥឡូវខ្ញុំយកឲ្យច្រើនយ៉ាងហ្នឹងមើលវាលឿនជាងហ្នឹងហើយឥឡូវខ្ញុំ play ទាំងអស់សិនខ្ញុំចុចយកពាក្យថា song ហើយខ្ញុំចុចលើនេះមួយមកដើម្បី play តោះចុច play មកចុច space ក៏បានចុច line នេះក៏បានតោះ space នៅលើ keyboard របស់យើងឥឡូវខ្ញុំតម្លើង tempo អូខេអញ្ចឹងមេរៀននៃការប្រើប្រាស់ FL លើកដំបូងរបស់យើងក៏ដូចជា option ផ្សេង tool ផ្សេងខ្ញុំបានបង្ហាញអស់ហើយអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយៗទៀតមេរៀនក្រោយៗទៀតអូខេបាយបាយ